បាទសូមគោរពនឹងសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះត្រូវថ្ងៃទី4ខែ11ឆ្នាំ2025ទីតាំងនេះនៅទីតាំងវត្តឈ្នះអញ្ចឹងថ្ងៃនេះគឺចាប់ថ្ងៃចូលរោងពេលសៀលយើងចាប់ចូលរោងសូត្រមន្តនៅពិធីបុណ្យតក្កិនអនុមោទនាបុណ្យតក្កិនណាតែថ្ងៃនេះខ្ញុំមករៀងមុនម៉ោងមកថតវីដេអូឲ្យអ្នកទាំងគ្នាទស្សនាគឺទី1ប៉ុន្តែយើងបានមកក្នុងវត្តយើងឃើញមានដូចជាសកត់មួយជាកត់លក្ខណៈចាស់ដែរអ្នកគ្នាគាត់នេះខ្ញុំអាចអានឈ្មោះបងប្អូនស្ដាប់ចុះព្រោះគាត់នេះគេហៅឈ្មោះថាកត់បច្ចណុលកសាងនៅពុទ្ធសករាជ2490អញ្ចឹងបើយើងគិតពីគ្រិស្តសករាជឆ្នាំគ្រិស្តសករាជយើងអាចនិយាយថាគឺ1947អញ្ចឹងគាត់នេះគឺសាងសង់1947ចាំមកយើងទូទាត់ទៅវាចូល70-80ឆ្នាំអ្នកនរគ្នាបាទឥឡូវយើងមកទស្សនាខ្លះទៅគាត់អញ្ចឹងគាត់បុរាណដែរព្រោះក្នុងឆ្នាំ47យើងស្ថិតនៅក្នុងអាណានិគមបារាំងទេបាទនៅចប់សង្គ្រាមលោក2ឆ្នាំសង្គ្រាមលោកចប់ឆ្នាំ45អញ្ចឹងគាត់នេះចប់សង្គ្រាមលោក2ឆ្នាំគឺសាងសង់គាត់អញ្ចឹងយើងមើលរចនាបថគាត់អ្នកនរគ្នាបាទនេះរចនាបថគាត់មានទាំងចតាមានទាំងស្អីស្អាតៗណាស់មើលទៅបែបប្លែកភ្នែកហ្មងសំខាន់យើងបានអូនៅខាងលើនេះឲ្យដូចជាមានកំពុំដូចជាផ្កាកំពុំលំដួលផ្កាយនេះយើងមើលទៅច្បាស់ណាស់ពីផ្កាកំពុំស្អាតបាទគាត់នេះគាត់បុរាណដល់គ្នាវាចូលអាយុកាលក្បែរ80ឆ្នាំហើយអញ្ចឹងអាយុកាលវា78ឆ្នាំវាក្បែរ80ឆ្នាំគាត់នេះគាត់បុរាណដាក់ឈ្មោះភិក្ខុបច្ចណុលកសាងនៅរាជការពុទ្ធសករាជ2490អ្នកនរនេះបាទរចនាបថឬចាស់ដែរបាទអូអ្នកនរមើលជុំវិញតិចចុះព្រោះថ្ងៃនេះយើងមកហាយតិចមកបាទអូមើលចម្រងប្អួយធំអ្នកនេះសត្វកត់បុរាណណាបាទកន្លែងកត់បុរាណនេះយើងគួររក្សាទុកឲ្យបានយូរទុកឲ្យបានតាមពិតកត់នេះបើយើងថែទាំម៉ូធាលីបោអីអាចនៅបានរាប់សិបឆ្នាំទៀតដល់ឃើញមុំណាតសឲ្យនៅមុំតមដល់ឡើយទេបាទយើងមើលនៅមុំតមដែលអត់មានបញ្ហាសោះនៅស្អាតបាទទីតាំងនៅវត្តឈ្នះព្រៃកបាស់ខេត្តកណ្ដាលមួយឡាយអត់ឡាយផងថតវីដេអូណា